អូនជាកសិករទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ប្រាប់បងប្អូនអំពីការថែទាំនៅចំការក្រូចឆ្មាតូចមួយដែលក្រូចឆ្មារបស់យើងកំពុងតែឲ្យផលឲ្យផ្លែឲ្យផ្កាបាទមានផ្កាជាច្រើនដែលខ្ញុំឃើញហើយនេះគឺជាផ្កាក្រូចឆ្មាដែលកំពុងតែរីកកំពុងតែពុំហើយវាមានផលល្អប្រសិនបើយើងចេះថែទាំនៅចំការក្រូចឆ្មារបស់យើងបានត្រឹមត្រូវមួយទៀតវាសំខាន់បំផុតគឺយើងត្រូវការថែទាំទឹកជីហើយនឹងដីនៅក្នុងចំការក្រូចឆ្មាយើងបន្ទាប់ពីសំមកទៀតនោះថ្ងៃនេះខ្ញុំចង់បង្ហាញបងប្អូនអំពីការសម្អាតស្មៅថាតើហេតុអ្វីបានយើងត្រូវការសម្អាតស្មៅក្នុងចំការក្រូចឆ្មារបស់យើងបែបនេះបើសិនបងប្អូនដាំក្រូចឆ្មានៅក្នុងលូក៏ដោយហើយបើសិនក្នុងចំការបងប្អូនពុកពេញទៅដោយស្មៅបែបនេះបាទបងប្អូនមកឃើញស្រាប់ហើយនេះជាស្មៅបើសិនចំការបងប្អូនមានស្មៅច្រើនបែបនេះអញ្ចឹងវាបានបន្សល់នៅពពួកនៅសត្វល្អិតច្រើនដែលកំពុងតែលាក់ខ្លួននៅពេលថ្ងៃនៅក្នុងស្មៅរបស់បងប្អូននេះហើយបើមិនជឿទេបងប្អូនដាក់ស្មៅច្រើនហើយបងប្អូនដើរនៅក្នុងស្មៅទៅឃើញសត្វល្អិតហើភើចេញតែម្ដងសត្វទាំងអស់នេះមួយចំនួនវាជាសត្វល្អតែមួយចំនួនធំគឺជាសត្វចង្រៃដែលវាមកបំផ្លាញនៅរុក្ខជាតិរបស់យើងតែម្ដងពិសេសជាងគេផ្កាក្រូចឆ្មារបស់យើងនិងស្លឹកក្រូចឆ្មាតែម្ដងអញ្ចឹងហើយបានជាក្នុងចំការក្រូចឆ្មានេះយើងតែខាត់ត្រូវតែសម្អាតស្មៅឲ្យស្អាតទោះតែបងប្អូនសម្អាតតាមវិធីណាក៏ដោយយើងត្រូវតែសម្អាតស្អាតនៅស្មៅទាំងអស់នេះកុំទុកវាព្រោះសត្វបានលាក់ខ្លួននៅពេលថ្ងៃបាទបងប្អូនឃើញហើយជាកាមេរ៉ាខ្ញុំជុំបានទេសត្វល្អិតថាភើតែម្ដងទួយសត្វល្អិតនៅក្នុងស្មៅនេះបាទហើយស្មៅទាំងអស់នេះហើយដែលជាប្រភពនៃកត្តាចង្រៃដល់ការធ្វើឆ្មាយើងហើយបើបងប្អូនអាសាបាញ់ឆ្នាំពេលជាបាញ់ឆ្នាំវារត់ចូលក្នុងស្មៅហ្នឹងបាទហើយពេលដែលយប់ឡើងវាចេញទៅថ្ងៃឡើងវាពួនអស់ហើយអញ្ចឹងហើយដែលបងប្អូនចាប់អារម្មណ៍វាអាចនឹងជាកត្តាប៉ះពាល់មួយចំនួនផងដែរដល់ចំការគ្រូឆ្មាបងប្អូនអញ្ចឹងហើយយើងត្រូវតែសម្អាតវាតែតាមបទពិសោធន៍របស់ខ្ញុំបងប្អូនក៏បញ្ជាពីការបាញ់ឆ្នាំស្មៅច្រើនល្អព្រោះការបងប្អូនបាញ់វាធ្វើឲ្យចំហាយនៃឆ្នាំស្មៅនោះប៉ះពាល់ដល់ចំការគ្រូឆ្មាយើងមែនតើតែម្ដងអាចធ្វើឲ្យគ្រូឆ្មាយើងឡើងស្លឹកក្រហមអាចធ្វើឲ្យផ្កាឬក្តាប់យើងជ្រុះតែម្ដងបាទពិតមែនតែខ្ញុំដាក់ក្នុងលូមែនបងប្អូនក៏ប៉ុន្តែខ្ញុំអត់បាញ់ទេដោយសារតែនេះបងប្អូនឃើញហើយនេះគឺជាផ្កាក្រូចឆ្មាផ្កាច្រើនតែម្ដងបាទផ្កាពីតែម្ដងបងប្អូននេះហើយនៅពេលដែលផ្កាទាំងអស់នេះបាទផ្កាច្រើនផ្កាទាំងអស់នេះប៉ះនឹងចម្ពោះក្តៅរបស់ថ្នាំស្មៅវាធ្វើឲ្យក្រូចរបស់យើងអត់កាន់ក្តាប់ទេហើយណាមួយទៀតទូកាន់ក្តាប់ក៏វាអត់សូវធំដែរបងប្អូនវាទៅជាក្រិននៅនឹងតែម្ដងបាទនេះគឺផ្កាក្រូចឆ្មាបងប្អូនមកឃើញហើយគឺផ្ការីកប្រងព្រាតតែម្ដងបាទរីកប្រងព្រាតតែម្ដងនេះផ្កាវាហើយក៏មានផ្លែនៅក្នុងដែរបាទបងផ្លែណាផ្លែណាផ្កាតាមទៅនេះដូចជាផ្កាក្តាប់នៅខាងក្រោមនេះបងប្អូនឃើញនេះនៅជាប់លូតែម្ដងនៅជាប់នឹងដីក៏មានក្តាប់មានផ្កាដែរបងប្អូនហើយបើសិនជាយើងបាញ់ឆ្នាំស្មៅនៅក្នុងហ្នឹងវាធ្វើឲ្យផ្កាមួយចំនួនដែលចំហាយវាភាយឡើងទៅប៉ះនឹងផ្លែក្រូចឆ្មានិងក្តាប់ក្រូចឆ្មារបស់បងប្អូនហ្នឹងវាអត់ល្អតែម្ដងធ្វើឲ្យក្រូចឡើងពណ៌ខ្មៅក្រិនហើយធ្វើឲ្យមេឃឬក៏ពេញពងក្រូចឆ្មាដែលយើងកំពុងតែលាស់ត្រួយហ្នឹងគឺអត់មានភាពល្អប្រសើរទេធ្វើឲ្យក្រូចឆ្មាយើងចេះខ្សោយទៅក្រហមដើមក្រហមស្លឹកក្រហមអីជាដើមបងប្អូនអាចកាត់ជាម៉ាស៊ីនឬក៏អាចចាំងចោបើសិនជាការតូចតនេកូវីដអត់ធ្វើអីអញ្ចឹងបងប្អូនអាចចាំងជំនះស្មៅលេងទៅបាទដូចខ្ញុំអញ្ចឹងខ្ញុំចាំងចោលេងទៅកំដរអុកសក់ផងបែកញើសផងហើយណាមួយវាបញ្ជាការនៅជុំជុំគ្នាអញ្ចឹងហើយយើងមកចការទៅដើម្បីបំបត្តិ stress បំបត្តិអុកសក់បាទបន្ទាប់ពីការងាររដ្ឋមួយចំនួនត្រូវបានផ្អាកហ្នឹងហើយ
chẳng hay dương mau sầm ạt smile ạt bẹp đi tới vì thua ơi trong ca